ឃើញតែគេ review ពីបាញ់កាញ់នៅឥឡូវមកសាក់ផ្ទាល់និយាយទៅមនុស្សច្រើនរបស់គេមែនបាននិយាយពីហូរជាតិវិញក៏ឆ្ងាញ់ទៀតអញ្ចឹងបានគេមកញ៉ាំច្រើនមែនញ៉ាំជាមួយនឹងចាក់ខ្វៃទៀតនិយាយថាហូរជាតិអែមែនតែនហ្មងឃើញតែគេ review អញ្ចឹងហើយបាទមួយនេះក៏តំណងដែរជាប្រភេទគ្រឿងសមុទ្រដែលក៏ប្រដាប់ម្សៅហើយគឺក៏យកទៅចៀនអញ្ចឹងនិយាយទៅមើលឡើងតំណងហ្មងបាទហូរជាតិវិញក៏អែមទៀតពេលដែលខាំទៅឡើងស្រួយហ្មងបូកជាមួយនឹងគ្រឿងសមុទ្រទៅនិយាយទៅអែមមែនតែនហ្មងបាទនិយាយពីបាញ់កាញ់នៅវិញនិយាយទៅម្ចាស់ច្រើនមែនតែនហ្មងមានតាំងពីសាច់មាន់ផងសាច់ត្រីផងមួយជើងជ្រូកផងគឺគាត់ឲ្យច្រើនមែនតែនហ្មងម្ចាស់ហ្នឹងនិយាយទៅម្ចាស់ហ្នឹងគឺញ៉ាំមួយឆ្អែតសម្រាប់សាច់នៅខាងគាត់ហ្នឹងគឺគាត់ឆ្អិនឲ្យស្រាប់ហ្មងដល់ពេលចឹងទៅគឺគាត់ក៏ដាក់ចានហ្នឹងទៅគឺញ៉ាំបានហ្មងក្រៅពីសាច់សំបីតែបាញ់កាញ់ជាមួយទឹកស៊ុបហ្នឹងគឺគាត់ធ្វើខ្លួនឯងដែរបាននិយាយពីហូរជាតិវិញគឺឆ្ងាញ់របស់គេមែននិយាយទៅគឺគាត់ធ្វើខ្លួនឯងផ្ទាល់ហ្មងល្ងាចឡើងមិនភ្លៀងជាចឹងបានរបស់ក្តៅមួយចាននេះមកនិយាយទៅអែមែនតែនហ្មងចំពោះទីតាំងវិញគឺនៅដុំមឹងកក់ហ្នឹងហ្មងនិយាយទៅនៅទៅមុខហាងសបាយឌីចឹងបាទប្រភេទគ្រឿងសមុទ្រជានេះវិញក៏នៅកន្លែងហ្នឹងដែរនិយាយទៅនៅមួយគ្នាហ្មងសម្រាប់ប្រភេទគ្រឿងសមុទ្រជាហ្នឹងគឺគាត់មាន3ប្រភេទឲ្យយើងឃើញចង់បានគ្រឿងសមុទ្រលីគ្នាក៏បានឬមួយក៏ចង់បានគ្រឿងសមុទ្រមួយក៏បានដែរនិយាយទៅប្រាប់គាត់គឺគាត់ធ្វើឲ្យហ្មងតែពីមុខហ្នឹងខាងគាត់ក៏មានជាបុកល្ហុងដែរមានដូចជាបុកមីជាមួយនឹងបុកគ្រឿងសមុទ្រចឹងបាទតម្លៃវិញគឺម្ចាស់សមរម្យមែនតែនហ្មងហើយម្ចាស់មកខាងគាត់ហ្នឹងគឺច្រើនមែនតែនហ្មងបាទនិយាយពីហូរជាតិវិញក៏ឆ្ងាញ់របស់គេមែនអញ្ចឹងតែបើកន្លែងគាត់ហ្នឹងងាយឡើងមនុស្សច្រើនមែន